មកដល់អាមេរិកដំបូងបើយើងចង់ទៅបានការងារធ្វើឆាប់ឬក៏យើងចង់ទៅសារឬទៅធ្វើអីដែលងាយស្រួលសម្រាប់យើងដូចដែលយើងធ្លាប់ធ្វើនៅស្រុកខ្មែរមកដល់ភ្លាមគឺត្រូវតែរៀនបើកឡានប្រឡងយកឲ្យជាប់ដើម្បីបានបើកបរសិននៅនេះអត់មានតុកឬក៏មានម៉ូតូឌុបសម្រាប់យើងខលថាអូចង់ទៅណាបានខលមកវឹងមកបានអត់មានទេហើយបើសិនជាតាក់ស៊ីវិញនៅនេះគឺថ្លៃហើយបើយើងចង់ជិះឡានក្រុងថោកក៏តែវាប្រើពេលយូរម៉ោងមែនតែនទម្រាំដល់អាគោលដៅដែលយើងចង់ទៅហ្នឹងកាលចែប្រឡងធ្លាក់2ដងដោយសារយើងមើលស្រាលអាសំណួរចម្លើយហ្នឹងអត់មានមើលឬទិញឲ្យអស់ទេទិញចោះដោយសារវាច្រើនពេកចឹងហើយដល់ពេលយើងទិញចោះវាមិនទៅចេញអីអាចោះដូចយើងទិញហ្នឹងវាចេញអត់យើងអត់ទិញដែរនោះដល់អញ្ចឹងធ្លាក់ក្ដូបហើយដល់ពេលធ្លាក់ក្ដុកហ្នឹងអត់ចង់មកផ្ទះទេតម្រង់ជួទៅចូលប្រឡងម្ដងទៀតដល់ពេលប្រឡងម្ដងទៀតមានតែជាប់មកវិញណាបើមេរៀនយើងមើលអត់ចប់ផងហ្នឹងដល់ពេលត្រឡប់មកផ្ទះវិញអាសំណួរចម្លើយទាំងប៉ុន្មានដេកអង្គុយតតែអស់ដល់ពេលទៅប្រឡងមានណាគឺជាប់តែម្ដង